ងាយបានងើបមើលព្រះអាទិត្យរះមិនឲ្យងើបពេលព្រឹកមិនដូចសារតែត្រូវទៅស្រុកក៏អញ្ចឹងឲ្យតែទៅស្រុកគឺខ្ញុំងើបរៀងលឿនហើយដោយសារយើងនៅឆ្ងាយនៅបាត់ដំបងសុពៅលូននោះយើងជិះ5 6ម៉ោងអីបានដល់អញ្ចឹងតងើបរៀងព្រលឹមនេះមកដល់ក៏ពិតត្រូវថតពេលថ្ងៃនៅភ្លេចនឹកឃើញមកដល់ថតយប់ឡើងថ្ងៃពេលទៅយកបុកលហុងញ៉ាំអីបាននឹកឃើញថាថតសុពៅលូនឲ្យអ្នកគ្នាអញ្ចឹងមើលសុពៅលូនពេលយប់ហ្មងអេញ៉ាំបុកលហុងទៅណានិយាយទៅឲ្យតែពេលញ៉ាំអីជុំគ្នាហើយខ្ជិលគិតសាច់ខ្លែមអីច្រើនអីហ្នឹងដឹងតែកំងបុកលហុងអ៊ីតាព្រោះអ្នកអស់គ្នាស្គាល់ហើយនៅសុពៅលូនបុកលហុងអ៊ីតាមកឈុត 50000 ញ៉ាំបានឡើងចង់គ្នា10នាក់ហើយសាយ៉គាត់នៅនឹងក៏ឆ្ងាញ់ដែរសាយ៉បំពងនិយាយទៅអត់ដែលភ្លេចបដ ாய் ពីមុខហ្នឹង70000ណានិយាយទៅញ៉ាំចង់10នាក់ក៏យើងញ៉ាំមកម្ដងផ្ទះខ្ញុំនៅជាប់ច្រកហ្មងបងប្អូនគ្នានៅច្រកភ្នំដីហ្មងហើយកន្លែងលក់បុកលហុងហ្នឹងរៀងឆ្ងាយដែរនៅខាងចាក់ក្រៃខាងអីនោះជី5 10នាទី20នាទីអីដែរហ្នឹងរៀងឆ្ងាយគួរសមអញ្ចឹងឈុតយើងពងយួរហ្នឹង70000ដោយសារតែយើងទិញសាយ៉ថែម20000ហើយនេះឈុតបុកលហុង50000យើងមានអីគេខ្លះដូចអ្នកនរដឹងចឹងនិយាយទៅពុកថតមកមិនគឺមានអញ្ចឹងឈុត50000មានសាច់មានបុកលហុងមានអីចឹងទៅខ្លែមមួយឈុតហ្នឹងបងប្អូនគ្នាហ្នឹងខ្លែមអត់អស់ហើយណាបងប្អូនគ្នាច្រើនហ្មងហើយជាពិសេសសាយ៉ឆ្ងាញ់អរគុណច្រើនបាយ